ngày ní dương riêng tại tòa ca cầm nạp phone auto để xa tờ nơi không Microsoft Word nơi p Microsoft Office là dương thật lặng mấy rồi có computer dương lại miền Microsoft Office mấy cứ nơi lơ thì tăng Microsoft Office nó cứ kèm toàn bản cầm nạp phone auto dương tiền chẳng nơi p để dương cầm nạp nơi p để dương từ xe soft mai tờ ăn lê rồi có ăn lê từ máy vì ập generate phone ở dương chi tu tới phone pi mai tờ ăn lê rồi có pi ăn lê từ máy nó cầm ao bia đồ phone nhảy miền hay thà ao bia plug đồ tại pi phone tế cứ phone tham nhiều roman nâng phone máy ở em bắt đầu tụm hôm cứ đập pi đôi kia ta hello យើង example ទាំងអស់គ្នានៅក្នុងចំណុចនេះខ្ញុំសាកដូរ keyboard ទៅខ្មែរយើងអាចកលិចមកមើលទៅលើទីតាំងនេះបានខ្ញុំសាកដូរវាទៅជាអង់គ្លេសអូខេអញ្ចឹងនៅពេលដែលខ្ញុំដូរ keyboard ទៅអង់គ្លេសខ្ញុំសរសេរទៅវានៅតែជា generate នៅ font ខ្មែរឲ្យបាត់ដំបងខ្សែ12វាបានដូរទៅជា Times New Roman ដែលខ្ញុំចង់បានទេអញ្ចឹងលក្ខខណ្ឌថ្ងៃហ្នឹងគឺខ្ញុំចង់កំណត់តើតើនឹងការប្រើប្រាស់ font auto នេះយើងមើលជាក់ស្ដែងពេលយើងកំណត់ទៅអង់គ្លេសខ្មែរឬក៏ខ្មែរអង់គ្លេសអីហ្នឹងគឺវាអត់ generate font ឲ្យយើងឥឡូវយើងទៅកំណត់កន្លែងទីតាំងខាងលើនេះអញ្ចឹងខ្ញុំនឹងកំណត់ទៅ auto ជាងអាចចុច control D ក៏បានដែរនៅក្នុងទីតាំងកន្លែង font នេះយើងមានជា Latin text ហើយនិងជា complete script ហើយមួយទៀតតទៅនឹង alt text អ្វីដែលខ្ញុំចង់ផ្ដោតសំខាន់ទៅលើពីរចំណុចគឺ Latin text ហើយនិង complete script Latin text សំដៅទៅលើអត្ថបទជាភាសាអង់គ្លេសឬក៏ keyboard អង់គ្លេស complete script សំដៅទៅលើ keyboard ខ្មែរឬក៏អត្ថបទជាភាសាខ្មែរ keyboard អង់គ្លេសខ្ញុំចង់ឲ្យ font កន្លែងហ្នឹងវា generate ទៅជា Times New Roman អញ្ចឹងខ្ញុំអាចដូរទៅលើទីតាំងកន្លែងហ្នឹងមកយើងអាចសរសេរក៏បានឬក៏យើង scroll មកទៅរក Times New Roman ក៏បានដែរអញ្ចឹងខ្ញុំអត់ចង់ខាត់ពេកទេខ្ញុំសរសេរវាអូខេនេះ Times New Roman ទំហំដែលខ្ញុំចង់បានគឺ12កន្លែង font style នេះយើងមានជា rectangular ហើយនឹងតើតើនឹងការដាក់អក្សរ straight និងអក្សរដិតជាក់ស្ដែងខ្ញុំចង់ឲ្យប្រើជា rectangular វិញគឺធម្មតាចំពោះកន្លែង complete script នេះសំដៅទៅលើ keyboard ខ្មែរនៅលើទីតាំងកន្លែងហ្នឹងសំដៅទៅលើ keyboard ខ្មែរឬក៏អត្ថបទជាភាសាខ្មែរជាក់ស្ដែងខ្ញុំជាទូទៅគេនិយមប្រើfont ធម្មតាគឺខ្មែរ OS បាត់ដំបងហើយទំហំដែលគេប្រើគឺខ្សែ12បើសិនជាយើងចង់ផ្លាស់ប្ដូរទៅជាមុខអក្សរផ្សេងក៏បានដែរស្រ័យលើយើងខ្លួនឯងអូខេចំពោះកន្លែង alt text នេះអានេះតកតងនឹង font color មានន័យថាពណ៌ color ជាទូទៅយើងប្រើពណ៌ខ្មៅហើយអញ្ចឹងយើងមិនដូរ font ទេហើយនេះ underline style អញ្ចឹងអានេះតកតងនឹងបន្ទាត់បើសិនជាយើងចង់ដាក់ក៏បានដែរតែខ្ញុំមិនចង់ដាក់ទេអូខេអ្វីដែលខ្ញុំចង់ផ្ដោតសំខាន់មួយទៀតតើតើនឹងកន្លែង set default នៅកន្លែង set default នេះយើងមានជា this document only និង all document នៅកន្លែង this document only នៅពេលដែលយើងយកជាយើងគ្រីសជា this document only មានន័យថានៅពេលដែលយើងយកផ្នែកខាងលើកន្លែង this document only ហ្នឹងនៅពេលដែលយើងចុច OK ទៅវាកំណត់តែមួយ file ដែលយើងបានកំណត់ហ្នឹងទេនៅពេលយើងបង្កើត file ថ្មីលើក្រោយឬក៏យើងប្រើ file ផ្សេងក្រៅពី file មួយហ្នឹងគឺវាអត់បាន generate font auto ឲ្យយើងទេអញ្ចឹងអ្វីដែលខ្ញុំចង់ផ្ដោតសំខាន់គឺទៅលើពីរចំណុចហ្នឹងដែរហើយមួយទៀតតើតើនឹង all document មានន័យថាវាកំណត់គ្រប់សារទាំងអស់យើងបើក file ចាស់ឬក៏ file ថ្មីវានឹងកំណត់ឲ្យយើងឲ្យស្រេចអញ្ចឹងយើងមិនបាច់ហត់កំណត់ពីភាសាទៀតទេអញ្ចឹងខ្ញុំយកជា all document ហើយយើងចុច OK មកអូខេពេលយើង OK ហើយយើងអាច refresh វាដើម្បីផ្ដាច់វាថាតើយើងផ្ដាច់វាតិចមកយើងអាច refresh វាឬក៏យើងទៅ restart computer ក៏បានដែរបើសិនជានៅតែផ្ដាច់មិនបានកន្លែងនេះខ្ញុំ refresh អូខេដោយសារតែនៅក្នុង file នេះវាអត់ generate ឲ្យទេអញ្ចឹងខ្ញុំនឹងបង្កើត file ថ្មីមួយអូខេអានេះជា file ថ្មីរបស់ខ្ញុំអញ្ចឹងខ្ញុំ control ខ្ញុំ slash វាទៅវិញមកអានេះ keyboard អង់គ្លេសដល់ពេលខ្ញុំដូរទៅ keyboard ខ្មែរនេះយើងឃើញ font វាពេលវាត្រឡប់មកវានៅតែជា generate ឲ្យយើងដដែលហ្នឹងពេលយើងដូរទៅ keyboard ខ្មែរវាលោទៅជាខ្មែរឲ្យបាត់ដំបងដែលខ្ញុំបានកំណត់មុនហ្នឹងទំហំ12ពេលខ្ញុំដូរទៅជា keyboard អង់គ្លេសវាដូរទៅជា Times New Roman ខ្សែ12ដែរអញ្ចឹងនេះយើងអាចមើលចាក់ស្ដែងបានពេលខ្ញុំដូរទៅខ្មែរពេលខ្ញុំដូរទៅអង់គ្លេសនេះអញ្ចឹង font គឺអត់មានត្រឡប់ទៅញ៉ៃទេអញ្ចឹងចំណុចនេះហើយដែលខ្ញុំចង់ប្រៀបតទៅនឹងការកំណត់ font auto អ្វីដែលខ្ញុំពន្យល់មុនហ្នឹងគឺមានតែប៉ុណ្្នឹងទេ